កម្ពុជាកំពុងវិវត្តរីកចម្រើនលើគ្រប់វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកែប្រែអនាគតសង្គមសេដ្ឋកិច្ចរបស់យើងពីការស្រាវជ្រាវនិងការធ្វើពិសោធន៍រហូតដល់ការអនុវត្តក្នុងឧស្សាហកម្មយុគសម័យបច្ចេកវិទ្យាថ្មីមួយកំពុងលេចឡើងខ្ញុំសម្លឹងឃើញតួនាទីកាន់តែសំខាន់របស់វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍នៅក្នុងការរក្សាជីវភាពនៃកំណើនសេដ្ឋកិច្ចនិងជំរុញផ្លូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាបន្នតាមរយៈគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍2020-2030និងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍កម្ពុជា2030កម្ពុជាមានបំណងប្រែក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹងតាមរយៈការលើកកម្ពស់នវានុវត្តន៍និងបរិវត្តកម្មឧស្សាហកម្មជំសំលើកទឹកចិត្តដោយផ្ដោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹងជំនាញបំណិនពាក់ព័ន្ធនឹងវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មគណិតវិទ្យាសម្ដៅពង្រឹងឧត្តមភាពប្រកួតប្រជែងនិងពង្រឹងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចទាំងក្នុងតំបន់និងសកលលោកវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បាននឹងកំពុងវិវត្តយ៉ាងលឿនក្នុងបរិការនៃបរិវត្តឧស្សាហកម្ម 4.0 ក៏ដូចជាយុគសម័យ Digital លោកពាណិជ្ជកម្មប្រទេសអភិវឌ្ឍទាំងឡាយបាននឹងកំពុងចាប់យកវិស័យនេះយ៉ាងសស្រាក់សស្រាំធ្វើជាខឿនអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួនតាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្មនិងសេវាកម្មសាធារណៈនានាផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍កម្ពុជា2030មានសសរស្តម្ភសំខាន់ចំនួន5ដើម្បីជំរុញការអភិវឌ្ឍផ្សេងៗដូចជាអប់រំការស្រាវជ្រាវនិងការអនុវត្តក្នុងឧស្សាហកម្មក្រមប្រឹក្សាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បាននឹងកំពុងដឹកនាំសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់តួអង្គពាក់ព័ន្ធនឹងវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីធានាបាននូវកិច្ចសហការអន្តរវិស័យនិងវឌ្ឍនភាពចាប់តាំងពីឆ្នាំ2023មកកម្ពុជាបានប្រារព្ធទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ជារៀងរាល់ឆ្នាំដើម្បីបង្ហាញពីការរីកចម្រើននិងលើកទឹកចិត្តដល់នវានុវត្តករអ្នកស្រាវជ្រាវនិងអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយកម្ពុជាកំពុងអនុវត្តយុទ្ធសាស្ត្រនិងគោលនយោបាយសំខាន់ៗក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍រួមទាំងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍កម្ពុជា2030និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាតាមវិស័យព្រមទាំងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យានិងការស្រាវជ្រាវនិងអភិវឌ្ឍគិតត្រឹមឆ្នាំ2025នេះកម្ពុជាមានកំណើនក្នុងផ្នែកស្រាវជ្រាវនិងនវានុវត្តន៍គួរឲ្យកត់សម្គាល់ដោយក្នុងនោះមានមន្ទីរពិសោធន៍ថ្មីចំនួន276មូលដ្ឋានអត្រាសិស្សបញ្ចប់ការសិក្សា STEM មាន33កណ្ដកសញ្ញា 29% ព្រមទាំងមានការចូលរួមនិងចំណាប់អារម្មណ៍ពីសាធារណជនកាន់តែខ្លាំងក្នុងព្រឹត្តិការណ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្សេងៗផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាតាមវិស័យសំខាន់ៗចំនួន6ផ្ដោតលើវិស័យអប់រំសុខាភិបាល Digital ទេសចរណ៍កសិកម្មនិងធម្មពលត្រូវបានបង្កើតឡើងសម្ដៅជំរុញកំណើនសេដ្ឋកិច្ចទោះជាមានវឌ្ឍនភាពទាំងនោះក៏ដោយកម្ពុជាកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលត្រូវដោះស្រាយដូចជាការកសាងមូលធនមនុស្សដែលមានទេពកោសល្យតាមរយៈការអប់រំ STEM ការបណ្ដុះបណ្ដាលជំនាញការកសាងមូលដ្ឋាននិងការចែករំលែកទិន្នន័យការវិនិយោគនិងកិច្ចសហការក្រសួងស្ថាប័នឲ្យបានកាន់តែល្អប្រសើររាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្សនិងមូលដ្ឋានទិន្នន័យដែលដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យានានាព្រមទាំងផ្ដល់អាទិភាពវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍកម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកអនាគតដ៏រឹងមាំអនាគតដែលជំរុញដោយនវានុវត្តន៍យើងរួមគ្នាកសាងកម្ពុជាឲ្យកាន់តែមានភាពឆ្លាតវៃធន់ខ្លាំងនិងមានសមត្ថភាពប្រកួតប្រជែងខ្ពស់នេះជាអនាគតបណ្ដុះទេពកោសល្យវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍កសាងអនាគតកម្ពុជា